có thân áo mai dương á với shop bài này tới em đây ta trong đăng làm ắt tới tuổi nào đang ngọt kia đâyបងប្អូនទាំងគ្នានឹងឲ្យជួបគ្នាម្ដងទៀតហើយជាមួយនឹងការបង្ហាញពីផលិតផលក្នុងស្រុករបស់យើងថ្ងៃនេះខ្ញុំមានផលិតផលមួយជាប្រភេទស្ករត្នោតខ្មែរយើងបាទហើយខ្ញុំបានទិញមកពីផ្សារទំនើបអញ្ចឹងស្ករត្នោតយើងក៏អាចឈរជើងនៅលើផ្សារទំនើបបានដែរហើយចង់ដឹងថាតើស្ករត្នោតហ្នឹងវាមានចំណុចពិសេសហើយការរចនាការវេចខ្ចប់ល្អរបៀបម៉េចអញ្ចឹងទស្សនាជាមួយខ្ញុំលំអិតបាទអូខេអញ្ចឹងខ្ញុំមកមើលទៅលើប្រភេទកញ្ចប់បាទស្ករត្នោតនេះវាមានជាកញ្ចប់ជាកំប៉ុងប៉ុន្តែវាជាស្ករត្នោតដូចគ្នាគាត់ថាមួយគេវេចខ្ចប់ជាកញ្ចប់ចេះទៅមួយទៀតគេវេចខ្ចប់ជាកំប៉ុងចេះបាទអញ្ចឹងវាមានច្រើនជម្រើសសម្រាប់បងប្អូនក្នុងការយកទៅប្រើប្រាស់ហើយដូចជាវាមានជាប្រភេទកញ្ចប់ទូចទៀតណាសម្រាប់យើងដាក់កាហ្វេដាក់អីហែកដាក់បានណាបាទអញ្ចឹងវាមានច្រើនប្រភេទអញ្ចឹងខ្ញុំយកមកបានតែពីរប្រភេទនេះទេខ្ញុំទិញមកបានពីរប្រភេទនេះអូខេអញ្ចឹងយើងទៅមើលទៅលើការវេចខ្ចប់សម្រាប់កញ្ចប់វិញម្ដងបាទអញ្ចឹងយើងមើលមកជុំនៃផលិតផលមួយនេះអូខេអញ្ចឹងការវេចខ្ចប់របស់គាត់គឺស្តង់ដារល្អបាទផ្លាស្ទិកជាមួយនឹងហ្នឹងឯងជាមួយនឹងការច្រត់នៅក្នុងផ្លាស្ទិកហើយមានការបិទសៀលអីចិត្តត្រឹមត្រូវរបស់គាត់បាទហើយយើងមើលទៅលើការ design ក៏ស្អាតដែរគឺរចនាបថគាត់លក្ខណៈយើងមើលទៅលើសាញនេះមើលដំបូងស្មានតែអ្នក effect នេះមើលដំបូងស្មានតែជាលក្ខណៈឡាញទេតែដល់ពេលយើងពិនិត្យយូរទៅអូខេអានេះមានន័យថាគេលេងលក្ខណៈស្លឹកត្នោតនោះឃើញឆ្នោតហ្នឹងបាទគេយកស្លឹកត្នោតហ្នឹងយកមកលេងជាលក្ខណៈ effect នៅលើ artwork មួយហ្នឹងបាទអញ្ចឹងគំនិតនៃការ design របស់គាត់ក៏ល្អដែរហើយនៅខាងមុខគាត់មានដាក់ជាឈ្មោះស្ករត្នោតសុវណ្ណហ្នឹងហើយអាហ្នឹងគេឈ្មោះរបស់គាត់ស្ករត្នោតសុវណ្ណអូខេហើយនៅខាងលើនេះគាត់មានតែជាក្រុមហ៊ុនគាត់ logo ក្រុមហ៊ុនHearst គេដាក់ Hearst គេលើខ្ញុំអានខុស HESED បាទ Hearst អូខេអញ្ចឹងផ្នែកខាងមុខហ្នឹងការវេចខ្ចប់គេធ្វើកន្លែងនេះបងប្អូនឃើញកន្លែងថ្លាហ្នឹងណានេះថ្លានេះអញ្ចឹងវាថាគេធ្វើដូចឲ្យយើងមើលឃើញនៅស្ករសាច់ស្ករហ្មងណាបាទអញ្ចឹងគំនិតកន្លែងហ្នឹងក៏ល្អដែរវាជួយឲ្យជំរុញការសម្រេចចិត្តរបស់អ្នកទិញគាត់បានឃើញថាអូខេឥឡូវស្ករហ្នឹងវារូបរាងមិនលំអិតរបៀបមិនទូចរបៀបមិនចឹងណាអញ្ចឹងគាត់បាន design កន្លែងហ្នឹងគិតគូរកន្លែងហ្នឹងព្រោះដឹងហើយថាប្រជាជនខ្មែរយើងភាគច្រើនការសម្រេចចិត្តក្នុងការទិញអីមួយតើគាត់បានប៉ះឬក៏បានឃើញអាហ្នឹងបានគាត់ហ៊ានសម្រេចចិត្តក្នុងការទិញអាហ្នឹងគេហៅថាអត្តចរិតរបស់ប្រជាជនខ្មែរយើងច្រើនបាទអញ្ចឹងអ្នក design គាត់គិតទៅលើកន្លែងហ្នឹងគាត់ចង់ឲ្យអ្នកទិញបានឃើញនៅថាអូខេឥឡូវអាស្ករហ្នឹងវារូបរាងវាមិនមែនកតិចឬក៏គ្រាប់ឬក៏អីចឹងណាគាត់បានឃើញចឹងទៅគាត់ស្រួលក្នុងការសម្រេចចិត្តទិញដែរអូខេកន្លែងហ្នឹងជាគំនិតល្អក្នុងការ design package កញ្ចប់មួយនេះបាទអញ្ចឹងការ design របស់គាត់គឺស្អាតខ្ញុំពេញចិត្តបាទហើយនៅខាងនេះគេមានដាក់ពណ៌ក្រហមនោះមានថា all natural អញ្ចឹងផលិតផលហ្នឹងគឺច្បាស់ជាធម្មជាតិ 100% ហើយបាទ
ចឹងគេមានសញ្ញាមួយប្រាប់ច្បាស់លាស់ថា all natural អូខេហើយនេះនៅខាងលើនេះគេមានដាក់ product of Cambodia ច្បាស់ហ្មងបាទធំហ្មងអាហ្នឹងជាអ្វីដែលបងប្អូនមុននឹងសម្រេចចិត្តអាចមើលកន្លែងហ្នឹងទៅឲ្យតែថាមានពាក្យ product of Cambodia ឲ្យទិញទៅអត់សូវខុសទេអូខេដឹងតែទិញទៅឲ្យតែមានពាក្យ product of Cambodia ហ្នឹងដឹងតែទិញទៅបងប្អូនបាទអូខេអញ្ចឹងអានេះវាចំណុះ200ក្រាមបាទ200ក្រាមអញ្ចឹងយើងមើលខាងក្រោយវិញមានnutrition អីផ្សេងបាទមានរបៀបប្រើប្រាស់មានការបរិច្ឆេទ expire អីធ្វើត្រូវដោយផលិតផលផ្សេងដែរអូខេហ្នឹងហើយអញ្ចឹងអីដែលតាក់ទាញខ្ញុំគឺ artwork ខាងមុខនេះគឺមើលទៅវា premium ហ្មងបាទហើយជាមួយនឹងការសៀលកន្លែងនេះចិត្តល្អមែនទេអូខេអញ្ចឹងអានេះជាប្រភេទកញ្ចប់អញ្ចឹងយើងក៏លេងមកមើលប្រភេទកំប៉ុងវិញបាទពាក់ព័ន្ធនឹងប្រភេទកំប៉ុងរបស់គាត់ក៏ស្អាតដូចគ្នា artwork ខាងមុខប្រហែលនឹងវាថាដូចកញ្ចប់មិនដែរទេបាទដូចគ្នាទេតែគាត់ថានេះវាជាប្រភេទកំប៉ុងអូខេមានដាក់អី product of Cambodia ធំនៅលើហ្នឹងបាទអានេះគាត់មានបញ្ជាក់ទៀតណាកម្រិតជាតិស្ករទាបហ្នឹងហើយគាត់មានcertificate ទៀតនេះបញ្ជាក់ថាស្ករហ្នឹងគេបានតេស្តហើយថាវាមានកម្រិតជាតិស្ករទាបមែនតើហើយនៅលើហ្នឹងក៏គេបាននេះគេបានដាក់ខ្ញុំអត់ច្បាស់ដែរថាហ្នឹងអីសន្ទុះជាតិស្ករខ្ញុំគេមានការវាស់កម្រិតធំត្រូវហើយគេបានដាក់នៅលើហ្នឹងហើយការតេស្តខានេះអីគេមានតេស្តបានពិសោធន៍ដោយសាកលវិទ្យាល័យ Sydney អីធំត្រូវរបស់គេទៀតអញ្ចឹងគេមានបញ្ជាក់ច្បាស់ហើយថាស្ករហ្នឹងវាមានកម្រិតណាបាទបងប្អូនអាចមើលលម្អិតបន្ថែមបាននៅលើ label របស់គេហ្នឹងអូខេអញ្ចឹងនេះជាផលិតផលរបស់ខ្មែរយើង 100% ហ្មងទាំងគុណភាពទាំងការវេចខ្ចប់គឺស្អាតមែនទែន premium ហ្មងណាបាទអញ្ចឹងពាក់ព័ន្ធនឹង label គឺមិនខុសអីពីកញ្ចប់មិញមែនទេគឺព័ត៌មានអីដូចគ្នាបាទដូចគ្នាអញ្ចឹងយើងមកបើកកំប៉ុងនេះវិញថាការវេចខ្ចប់របស់គាត់របៀបម៉េចអូខេអញ្ចឹងយើងសូមបើកកំមពីលើនេះមកអូខេយើងបើកកំមនោះមកគេមានសៀលអានេះជាកំមមួយតង់ទៀតបាទមានកំមមួយតង់ទៀតអញ្ចឹងណាអញ្ចឹងតើយើងបើកអានឹងមួយតង់ទៀតឲ្យវាដល់ស្ករអូខេអញ្ចឹងខ្ញុំសាកបើកសិនអូខេចឹងនេះជាសាច់ស្ករបងប្អូនមើលឃើញបាទសម្រាប់ខ្ញុំពេលគ្រាន់តែ experience ណាក៏បើកមកមិញមានធំក្លិនស្ករត្នោតមកធំក្លិនមកអត់តាន់ដាក់ចំហណាក៏យើងបើកមកភីឲ្យក្លិនមកឈ្ងុយមកហើយសុំហិតតិចអានេះបើសម្រាប់ខ្ញុំក្លិនគឺ 100% ស្ករត្នោតមកដូចដល់ពេលធំក្លិននេះទៅដូចអាពេលយើងទៅគៀស្ករត្នោតពីពីងពីអីមកដោយការនៅក្មេងៗយើងចូលចិត្តទៅឆ្កឹះអាស្ករត្នោតពីពីងមកញ៉ាំអញ្ចឹងក្លិនហ្នឹងរសជាតិហ្នឹងគឺវានៅក្នុងហ្នឹងហ្មងគាត់ថាធំក្លិនហ្នឹងខ្ញុំនឹកទៅដល់អាពេលក្មេងៗទៅលួចឆ្កឹះស្ករត្នោតរបស់ម៉ែយកមកញ៉ាំបាទអញ្ចឹងរសជាតិក្លិនហ្នឹងគឺនៅ 100% ហ្មងអូ sorry បាទអញ្ចឹងខ្ញុំគិតថាស្ករនេះគឺល្អទាំងក្លិនទាំងការវេចខ្ចប់គឺមានគុណភាពអញ្ចឹងបងប្អូនអាចយកទៅប្រើប្រាស់បានដាក់កាហ្វេក៏បានដាក់ភេសជ្ជៈអីក៏បានឬក៏ប្រើប្រាស់ក្នុងការបន្ថែមរសជាតិអីផ្សេងបងប្អូនអាចពិចារណាស្ករត្នោតមួយនេះបាទឈ្ងុយសូមភ្លក់តិចសិន
ណែរសជាតិដូចខ្ញុំនិយាយមកអញ្ចឹងរសជាតិដូចអាស្ករត្នោតដែលយើងទៅលួចយកបៀកពីអាកឡម៉ែយើងស្លបៀកមកញ៉ាំទៅក្លិនហ្នឹងហ្មងរសជាតិហ្នឹងហ្មងគឺអត់ស្រាលអត់នេះទេគឺក្លិនអារសជាតិដើមនៃស្ករត្នោតយើងហ្នឹងហ្មងអូខេអញ្ចឹងសម្រាប់បងប្អូនដែលត្រូវការប្រភេទស្ករត្នោតអាចពិចារណាទៅលើផលិតផលមួយនេះបានបាទអាចរកទិញបាននៅតាមផ្សារទំនើបព្រោះខ្ញុំឃើញមាននៅផ្សារទំនើបមានលក់ច្រើនដែរអញ្ចឹងបងប្អូនអាចស្វែងរកបានតាមផ្សារទំនើបអានេះខ្ញុំទិញពី Aeon មកណាបាទអញ្ចឹងបងប្អូនអាចចង់បានទៅរកនៅ Aeon ទៅបាទហើយចង់បញ្ជាក់ថានេះអត់មាន sponsor មកពីណាទេគឺខ្ញុំទិញយកមកបង្ហាញបងប្អូនតែម្ដងហើយគោលបំណងរបស់ខ្ញុំគឺចង់ជំរុញឲ្យបងប្អូនគាំទ្រនៅផលិតផលក្នុងស្រុករបស់យើងតែប៉ុណ្្នឹងឯងហើយនេះគឺគោលបំណងនៃការផលិតវីដេអូរបស់ខ្ញុំណាព្រោះជឿជាក់ថាផលិតផលក្នុងស្រុករបស់យើងឥឡូវក៏មិនអន់ជាងផលិតផលក្រៅស្រុកប៉ុន្មានដែរអញ្ចឹងបងប្អូនគួរតែងាកមកមើលទៅលើផលិតផលក្នុងស្រុករបស់យើងទាំងអស់គ្នាដើម្បីជាការគាំទ្រនិងផ្ដល់កម្លាំងចិត្តឲ្យបងឬក៏អ្នកប្រកបអាជីវកម្មពាក់ព័ន្ធនឹងផលិតផលក្នុងស្រុកហ្នឹងគាត់មានកម្លាំងចិត្តក្នុងការផលិតហើយនឹងពង្រឹងគុណភាពនៃផលិតផលក្នុងស្រុកយើងឲ្យកាន់តែល្អទៅបាទហើយយើងអត់ពឹងផ្អែកទៅលើផលិតផលក្រៅស្រុកច្រើនអូខេអរគុណច្រើនបងប្អូនសម្រាប់ការទស្សនានៅវីដេអូនេះហើយសង្ឃឹមថាយើងនឹងគាំទ្រផលិតផលខ្មែរយើងទាំងអស់គ្នាបាទអញ្ចឹងវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ